ដោយសារតែមានគ្នាយើងច្រើនសួរខ្ញុំពីរបៀបដែលខ្ញុំធ្វើ poster មួយនេះចឹងហើយនេះគឺយើងនឹងមកដឹងពីរបៀបដែលខ្ញុំធ្វើហើយខ្ញុំនឹងប្រាប់ពីកន្លឹះដែលខ្ញុំធ្វើទាំងអស់ទៅកាន់អ្នកនរគ្នាអញ្ចឹងនេះគឺជា final poster ដែលខ្ញុំបានធ្វើហើយដូចគ្នាបានឃើញហ្នឹងប៉ុន្តែវាមិនមែនជា final ទី1ដែលខ្ញុំធ្វើទេអានេះគឺមិនដឹងទីប្រហែលទេអានេះខ្ញុំលុបចោលខ្លះហេតុផលដែលខ្ញុំធ្វើបែបហ្នឹងគឺដោយសារតែខ្ញុំចង់មើលទៅលើ color នៅពេលដែលខ្ញុំដាក់ចូលទៅក្នុងកាមេរ៉ា raw filter សិនថាវា fit ជាមួយនឹងអ្វីដែលខ្ញុំធ្វើនឹងអត់អ្វីដែលខ្ញុំដាក់ចូលក្នុងហ្នឹងគឺវា fit ទៅលើ color ដែលខ្ញុំកែអត់ចឹងហើយបានវាមានច្រើន option ហើយខ្ញុំដាក់ color camera raw filter វាចឹងអានេះគឺជារបៀបដែលខ្ញុំធ្វើគឺខ្ញុំនឹង select ទាំងអស់បន្ទាប់មកខ្ញុំ control អក្សរ J ដើម្បី duplicate វាហើយខ្ញុំ control អក្សរ E ដើម្បី convert វាទៅជាតែមួយបន្ទាប់មកខ្ញុំ mouse ស្ដាំ convert វា smart object ហើយខ្ញុំទាញចូល group ខ្ញុំមកខ្ញុំតេស្តទៅលើ camera raw filter របស់ខ្ញុំចឹងនេះគឺជាអ្វីដែលខ្ញុំតេស្តរាល់ដងហ្នឹងបន្តមកទៀតគឺយើងចាប់ផ្ដើមពី background មកចឹងនេះគឺជា background ដែលខ្ញុំធ្វើវាមានច្រើននៅក្នុងនឹងដែរអានេះមិនមែនជា មេឃដំបងដែលខ្ញុំដាក់ទេប៉ុន្តែខ្ញុំលុបវាចោលខ្លះមេឃដំបងដែលខ្ញុំដាក់គឺអានេះគឺមេឃរៀងស្លាស់ចេះខ្ញុំចង់ធ្វើវាជាលក្ខណៈពេលថ្ងៃចឹងណាប៉ុន្តែនៅពេលដែលខ្ញុំដាក់អក្សរទៅគឺរបៀបវា balance ចូលគ្នាពេកដូចគ្នាមកឃើញចឹងវាសអានេះក៏សវាមានឆ្នេះយើងក៏សអក្សរយើងក៏សអញ្ចឹងវា flat ពេកវាអត់មានឲ្យយើង focus ទៅលើ main subject យើងណាចឹងហើយបានខ្ញុំសម្រេចចិត្តថាដូរពណ៌ background ទៅជាមេឃយើងល្ងាចវិញបន្តមកទៀតគឺខ្ញុំចង់ដាក់អីមិនតិចទៅលើ background ហ្នឹងដើម្បីកុំឲ្យវាមើលទៅឃើញទលាយពេកខ្ញុំដាក់ច្រើន option ដែរអានេះគឺគ្រាន់តែមួយ option ដែលខ្ញុំបានទុកវានៅហ្នឹងទេខ្ញុំគិតថាវាអត់សមវាមើលទៅញ៉ៃវិញក៏ខ្ញុំដកវាចោលទៅអានេះគឺមេឃអីប៉ុន្តែដោយសារតែខ្ញុំចង់ឲ្យរបៀបយើង focus ផ្នែកយើងទៅលើតែ subject យើងច្រើនចឹងហើយបានខ្ញុំទៅ download មេឃនេះមួយចឹងរបៀបដែលខ្ញុំធ្វើគឺខ្ញុំទៅ download មេឃហ្នឹងពីក្នុងពេលហ្នឹងដូចជា Pinterest ទេប៉ុន្តែខ្ញុំប្រើ website មួយដើម្បី upscale រូបភាពហ្នឹងឲ្យវាច្បាស់ណាចឹងខ្ញុំនឹងបង្ហាញ website ហ្នឹងទៅកាន់អ្នកនរគ្នាចឹងអ្នកនរគ្នាចូលមកកាន់ Google មកហើយ search upscale image នេះមកខ្ញុំយកឲ្យលើគេនេះខ្ញុំចូលចិត្តប្រើតាមមួយហ្នឹងទេហើយខ្ញុំយករូបរបស់ខ្ញុំមកយើងទាញតម្លាក់រូបហ្នឹងចូលមកដូចគ្នាបានឃើញចឹងនេះគឺជារូប scene ចឹងនៅពេលដែលខ្ញុំ download មកវារៀងបែក pixel ចឹងណាចឹងទៅគឺខ្ញុំប្រើ website ហ្នឹងដើម្បី upscale វាចឹងនេះគឺជា upscale ហើយគ្នាយើងអាចដូរវាទៅគុណ4អីចឹងទៅបន្ទាប់មកចុច upscale មកវានឹងឲ្យយើង download ហើយចានេះគឺរបៀបដែលខ្ញុំ upscale លើរូបភាពគេយើងបកមក poster យើងវិញអញ្ចឹងបន្ទាប់ពីខ្ញុំដាក់មេឃអីហើយខ្ញុំចាប់ផ្ដើមបន្ថែមពលឺជះបន្ថែមយល់រួមទៅអានេះវាគ្រាន់តែជា line មួយដើម្បីឲ្យយើង focus មកលើ subject របស់យើងអានេះខ្ញុំហៅ subject មកទៅស្រួលសម្រាប់នៅក្នុង subject របស់យើងនេះគឺវាមានឆ្នេះហ្នឹងខ្ញុំបានកាត់ background បន្ទាប់មកគឺខ្ញុំបានប៉ះទៅលើកន្លែងដែលមានបញ្ហាដូចកន្លែងនេះគឺវាមានស្នាមបន្តិចចឹងគឺខ្ញុំ generate វាបំពេញចឹងទៅខ្ញុំកាត់ background គឺខ្ញុំអត់មានប្រើ technique អីទេគឺ select subject យកហ្មងអាហ្នឹងរបៀបដែលខ្ញុំកាត់ background រហដងបន្ទាប់មកទៀតគឺខ្ញុំបានដាក់ inner glow ឲ្យវាដូចគ្នាខ្ញុំបានឃើញវាចាំងបន្តិចហ្នឹងគឺខ្ញុំដាក់ inner glow វាបន្តមកទៀតគឺខ្ញុំចង់ឲ្យ subject ខ្ញុំវារៀងល្ងិតបន្តិចកុំឲ្យវាភ្លឺឆេះចឹងពេកណាដោយសារពេលច្រើនពលឺគឺមកពីក្រោយអញ្ចឹងក៏ខ្ញុំបានដាក់ exposure មួយទៅឲ្យវាខ្ញុំឲ្យវាងឹតខាងក្រោមតិចមកហើយនឹងខាងមុខនេះបន្តមកទៀតគឺអានេះគឺជា shadow ផុស line ដែលខ្ញុំដាក់ហ្នឹងទេបន្តមកទៀតគឺយើងមាន file backup ចឹង file backup នេះគឺជាអ្វីដែលខ្ញុំយកវាទៅគូនៅក្នុង Procreate អញ្ចឹងរបៀបដែលខ្ញុំធ្វើគឺខ្ញុំបង្កើត file design ហ្នឹងឲ្យមកបន្តមកទៀតគឺខ្ញុំ save វាហើយខ្ញុំ airdrop វាចូលទៅក្នុង iPad របស់ខ្ញុំហើយខ្ញុំយកវាទៅគូ line ទាំងអស់នេះប្រើ Procreate ដើម្បីគូ line ប្រកាសយើងគូនៅក្នុង Photoshop បានដូចគ្នាទេប៉ុន្តែខ្ញុំមានតែម៉ៅចឹងទៅវាពិបាកគូចឹងនេះគឺជា line ដែលខ្ញុំបានគូហ្នឹងខ្ញុំ sketch វាប៉ុណ្្នឹងមកវាមាននៅខាងក្រោមនេះមួយទៀតកំណត់របស់ខ្ញុំគូដំបូងគឺមកអញ្ចឹងហើយអានេះចេញពីអញ្ចេះទៅប៉ុន្តែជាចុងក្រោយមកគឺខ្ញុំឃើញថាវាបាំងអញ៉ៃពេកខ្ញុំលុបអាហ្នឹងចោលអញ្ចឹងរបៀបដែលខ្ញុំធ្វើអា line ហ្នឹងគឺខ្ញុំគូអានេះហើយបន្តមកទៀតគឺខ្ញុំយក pen tool មកហើយខ្ញុំគូវាតាមហ្នឹងទៅអាហ្នឹងរបៀបដែលខ្ញុំគូប៉ុន្តែខ្ញុំប្រើនេះ curvature tool វាស្រួលជាងអញ្ចឹងមកហើយទៅវិញអញ្ចឹងទៅអាហ្នឹងរបៀបដែលខ្ញុំធ្វើខ្ញុំបន្តមកទៀតគឺយើងមកដល់ line ទី1អញ្ចឹង line នេះគឺខ្ញុំប្រើ curvature tool មិញហ្នឹងគូប៉ុន្តែសម្រាប់អាក្រហមខាងក្នុងនេះគឺខ្ញុំគូវានៅក្នុង Atlas ដោយសារតែក្នុងហ្នឹងគឺខ្ញុំចង់ឲ្យវាទូចធំអីទៅតាមខ្ញុំចង់បានអញ្ចឹងណាអញ្ចឹងខ្ញុំប្រើ Atlas ហើយរបៀបដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំគ្រាន់តែ screenshot ប៉ុណ្ណឹងមកនេះទំហំបន្លោះប៉ុណ្ណឹងមកបន្តមកទៀតគឺខ្ញុំចូលទៅក្នុង Atlas ហើយខ្ញុំ paste វាមកចឹងអានេះគឺខ្ញុំនឹង bridge ឲ្យវាប៉ុនទំហំហ្នឹងទៅយើងមិនចាំបាច់ត្រូវហ្មងក៏បានដែរហើយបន្តមកទៀតគឺខ្ញុំដាក់វាពីក្រោយយ៉ាងមកហើយអីដែលខ្ញុំធ្វើគឺខ្ញុំយក curvature tool ដដែលហើយគូវាចំកណ្ដាលចឹងមកហើយកាច់កោងអីចឹងទៅបន្តមកទៀតគឺយើងនឹងបាន line មួយហើយ
ហើយយើងសេរីវាឲ្យចំកណ្ដាលនេះមកខ្ញុំដកនេះចេញសិនយើងសេរីវាឲ្យត្រូវស្អាតអញ្ចឹងមកណាបន្ទាប់ពីត្រូវហើយគឺយើងនឹងប្រើ whip tool ហើយខ្ញុំ select កន្លែងណាដែលខ្ញុំចង់ឲ្យវាទូចគឺខ្ញុំ select អញ្ចឹងមកហើយកន្លែងនេះខ្ញុំចង់ឲ្យវាធំខ្ញុំ select វាធំអញ្ចឹងមកហើយទូចធំអញ្ចឹងទៅតាមទៅចិត្តយើងទៅយើងដាក់ឲ្យចំ point វាហើយយើង select វាអញ្ចឹងណាចឹងអាហ្នឹងគឺរបៀបដែលខ្ញុំធ្វើក្នុងហ្នឹងហើយបន្ទាប់ពីយើងធ្វើហើយគឺយើងនឹងបានអានេះមកហើយបន្តមកទៀតគឺខ្ញុំគ្រាន់តែទាញវាចូលនៅក្នុង Photoshop អញ្ចឹងមកហើយដាក់វាចំទៅហើយបើសិនជាគ្នាយើងចាប់អារម្មណ៍គឺខ្ញុំមានដាក់ texture half tone នៅក្នុងនឹងមួយទៀតហើយរបៀបដែលខ្ញុំធ្វើហ្នឹងគឺស្រួលទេយើងទៅយក texture ដែលមានលក្ខណៈជា half tone ហ្នឹងមកអាហ្នឹងគ្រាន់តែ texture ទេហើយយើងដាក់ soft light វាទៅហើយសម្រាប់ shape ខ្ញុំនេះគឺខ្ញុំប្រើដោយសារតែខ្ញុំខ្ជិលធ្វើវាម្ដងមួយគឺខ្ញុំដាក់ group វាទាំងពីរបន្ទាប់មកគឺខ្ញុំដាក់ effect ឲ្យវាចឹង effect នៅក្នុងហ្នឹងវាមាន bevel វាមាន inner glow វាមានsatin អីចឹងទៅនេះគឺជា setting bevel របស់ខ្ញុំនេះគឺជា setting inner shadow របស់ខ្ញុំហើយនេះគឺជា setting satin របស់ខ្ញុំចឹងគ្នាយើងអាចសាកយកទៅធ្វើខ្លួនឯងបានចឹងបន្ទាប់ពីខ្ញុំធ្វើបានមួយហើយគឺខ្ញុំត្រូវដាក់ account ខាងក្រោមនេះមួយទៀតពីដំបូងគឺខ្ញុំចង់គូសវាចឹងដដែលធ្វើក្បាច់ដដែលប៉ុន្តែនៅពេលដែលខ្ញុំគូវាទៅគឺវាបាំងដូចយើងបានឃើញមុនហ្នឹងចឹងនេះវាបាំងបាត់ចឹងណាក៏ខ្ញុំក៏ថាអូខេយើងមិនចាំបាច់ធ្វើអាហ្នឹងទេគឺមិនបាច់ធ្វើឡើងវិញទាំងអស់ទេគឺខ្ញុំគ្រាន់តែ duplicate វាមកហើយខ្ញុំ flip វាយល់ថាអានេះ line ទី1ដដែលប៉ុន្តែ duplicate ហើយយើង flip វាមកចេះវិញហើយកន្លែងនេះគឺខ្ញុំ mask ចោលដូចគ្នាយើងបានឃើញកន្លែង mask របស់ខ្ញុំហ្នឹងហើយសម្រាប់ mask នៅពីក្រោយនេះអូខេខ្ញុំប្រាប់ហើយមានគ្នាយើងធ្លាប់សួរខ្ញុំដែរចឹងអារបៀប mask នេះគឺស្រួលទេឧទាហរណ៍តែខ្ញុំអត់តមានចឹងវានឹងបែបហ្នឹងអ្វីដែលគ្នាយើងត្រូវធ្វើគឺបង្កើត layer mask មួយមកបន្តមកទៀតយើងចុច control ឲ្យជាប់ទៅលើ subject របស់យើងឬក៏អ្វីដែលយើងចង់ mask វាហ្នឹងចុច control មកវានឹងបង្កើត selection ហើយបន្តមកទៀតយើងយក brush មកហើយលុបវាទៅកន្លែងណាយើងចង់លុបយើងលុបវាទៅកន្លែងណាយើងចង់ទុកដូចអានេះចឹងយើងទុកវាចឹងទៅបើយើងចង់លុបអានេះវិញយើងដូរវិញទៅតាមហ្នឹងទៅចឹងអាហ្នឹងគឺងាយស្រួលទេដើម្បី mask ហ្នឹងហើយនេះគឺខ្ញុំធ្វើ style ហ្នឹងដូចគ្នាហើយខាងក្រោមនេះវាមិនបាច់យើងមិននិយាយទេគឺដដែលបន្តមកទៀតគឺអក្សរហើយសម្រាប់អក្សរនេះគឺខ្ញុំគូសខ្លួនឯងនៅក្នុង Atlas ចឹងនេះគឺជាអ្វីដែលខ្ញុំបានគូសហើយអក្សរហ្នឹងក៏ខ្ញុំបានដាក់ទៅក្នុង Telegram channel របស់ខ្ញុំហើយដែរបើចង់បានទៅយកទៅក្នុងហ្នឹងទៅហើយរបៀបធ្វើក៏ខ្ញុំប្រាប់ហើយដែរចឹងអាចមើលវីដេអូចាស់ៗខ្ញុំបានខ្ញុំអត់ detail អាហ្នឹងទេប៉ុន្តែបើសិនជាចង់បាន basic គឺ curvature tool បន្ទាប់មកប្រើ whip tool មុនហ្នឹងចឹងអាណាទូចឲ្យទូចចឹងទៅអាណាចង់ឲ្យធំកន្លែងណាធំកន្លែងហ្នឹងចឹងទៅនេះគាត់ចេញប៉ុណ្្នឹងមកគ្នាយើងយល់តែត្រូវធ្វើមិនអីហើយអានេះយើងឆ្នៃប្រឌិតខ្លួនឯងទៅឬក៏យក reference តាមគេខ្លះទៅខ្ញុំក៏យកតាមគេដែរអូខេបន្តមកទៀតអាអស់នេះអីយើងអាចទៅរកពីអ៊ីនធឺណិតបានទេអាហ្នឹងសម្រាប់style ហ្នឹងហើយខ្ញុំដាក់វារបៀបបែបហ្នឹងទៅខ្ញុំមិនសូវជាអ្នកដែលចូលចិត្ត design style អក្សរប្រហែលទេហើយមួយទៀតគឺខ្ញុំអត់ចេះដូចគ្នាចឹងហើយពីច្រើន poster របស់ខ្ញុំគ្នាយើងឃើញគឺអក្សរបើមិនពណ៌ទេយល់ពណ៌លាតអត់មាន design អីច្រើនទេព្រោះខ្ញុំអត់សូវបកកែខាង design អក្សរដែរអញ្ចឹងហើយបានពីច្រើនគ្នាយើងឃើញអក្សររបស់ខ្ញុំរៀងលាតអូខេអញ្ចឹងខ្ញុំប្រាប់អាខាងក្រោយនេះបន្តិចខ្ញុំឡងអាហ្នឹងចោលអាខាងក្រោយនេះគឺងាយស្រួលទេអីដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំបង្កើត shape យើងដូរ pen tool មកយក shape ហើយខ្ញុំគូវាចេះហើយអញ្ចឹងទៅហើយដាក់ពណ៌សទៅបន្តមកទៀតគឺ duplicate ដាក់វាឲ្យតាមទម្រង់ហ្នឹងទៅហើយអីដែលខ្ញុំធ្វើនៅពេលដែលខ្ញុំបានមួយហើយគឺខ្ញុំ duplicate អា3ហ្នឹងភាសាទៀតអញ្ចឹងដំបូងវាបែបនេះបន្ទាប់មកគឺខ្ញុំគ្រាន់តែ duplicate វាហើយខ្ញុំបវលវាបន្តិចឲ្យវាខុសគ្នាអញ្ចឹងទៅគឺវាឃើញអក្សរកណ្ដាលនេះមានន័យថាអានេះយើងដក opacity ទៅកន្លែងនេះគឺវាជន់គ្នាអញ្ចឹងទៅបានវាចេញ style អញ្ចឹងយើងទៅដល់ពលឺនេះគឺជាពលឺដែលខ្ញុំបានដាក់អញ្ចឹងខ្ញុំទៅម្ដងមួយសិនខ្ញុំដកនេះចេញសិនអូខេអញ្ចឹងអស់នេះគឺគ្រាន់តែ lens flare lens glare អីហ្នឹងគឺគ្នាយើងអាចទៅរកនៅក្នុងអ៊ីនធឺណិតបានទេបន្ទាប់ពីខ្ញុំដាក់អាហ្នឹងហើយគឺខ្ញុំមានអាភ្លើងមួយជ្រុងនេះអញ្ចឹងអានេះគឺរបៀបបែបនេះហើយខ្ញុំយកមកគឺ control អក្សរ T ទៅហើយយើងចូលកន្លែងនេះមកហើយយើងយក act នេះមកអញ្ចឹងទៅវាឲ្យយើង warp បែបហ្នឹងហើយឃើញអត់អញ្ចឹងចង់ឲ្យវាកោងមិនដាក់អញ្ចឹងទៅអញ្ចឹងអានេះគឺងាយស្រួលទេអាខាងក្នុងនេះគឺខ្ញុំដាក់ធម្មតាអញ្ចឹងទៅហើយអានេះគឺខ្ញុំដាក់ motion blur ហើយយើងកាត់វាឲ្យវានៅដូចនៅពីក្រោយអានេះប៉ុន្តែនៅពីមុខអាខាងនេះវិញអញ្ចឹងណាហើយអាមួយទៀតហ្នឹងក៏ដូចគ្នាដែរនឹងទៅដល់ណាដែរនេះអានេះគឺខ្ញុំដាក់ outer glow វា inner glow outer glow អញ្ចឹងទៅវាមើលទៅដូចចាំងពលឺចេញអញ្ចឹងណាហើយនេះគឺជា poster នៅពេលដែលខ្ញុំអត់ទាន់កែ color ហើយអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើហើយអស់ហើយគឺខ្ញុំនឹងចាប់ផ្ដើមកែលើ color របស់វា select ទាំងអស់ control អក្សរ J បន្ទាប់មក control អក្សរ E យើងបានហើយយើង convert វាទៅ smart object ទៅហើយនេះគឺជា final
ហើយខ្ញុំឆ្លាញ់អាហ្នឹងជាងគេហើយរយៈពេលដែលខ្ញុំធ្វើវាហ្នឹងដូចជាលឿនដែរទេថា2ម៉ោងចុះទាំងរក idea អីចឹងណាប៉ុន្តែអីដែលធ្វើឲ្យវាយូរហ្នឹងគឺខ្ញុំត្រូវការ feedback ពីគ្នាខ្ញុំចឹងទៅគឺនៅពេលដែលខ្ញុំធ្វើហើយអា option ទី1នេះគឺខ្ញុំ send ឲ្យពួកម៉ាក់ខ្ញុំអីចឹងទៅបន្ទាប់មកគេ deal ខ្ញុំចឹងទៅថាអូកន្លែងនេះអត់ស្អាតទេពណ៌នេះអត់ស្អាតទេពណ៌នេះអត់ស្អាតទេចឹងទៅក៏ខ្ញុំយកវាមកវិញខ្ញុំកែទៀត send ឲ្យមើលទៀតកែទៀត send ឲ្យមើលទៀតចឹងហើយបានវាច្រើនបែបហ្នឹងហើយទៅយើងបាន idea ពីគាត់ទៅថាអូ color បែបនេះមិនដែរ color បែបនេះមិនដែរចឹងទៅចឹងអាហ្នឹងគឺជា process ដែលខ្ញុំធ្វើ poster ពីច្រើនគឺខ្ញុំ send ទៅឲ្យពួកម៉ាក់ខ្ញុំវា deal poster ខ្ញុំចឹងណាហើយបើសិនជាគ្នាយើងចង់ដឹង color ខ្ញុំកែមិនអូខេខ្ញុំបើកមើលកាមេរ៉ា raw filter ឲ្យគ្នាយើងមើលតិចចឹងអានេះគឺអីដែលខ្ញុំកែវា basic ធម្មតាទេposter ខ្ញុំវាដំបូងវាភ្លឺខ្លាំងចឹងខ្ញុំអត់ចង់ឲ្យវាភ្លឺខ្លាំងចឹងទៅគឺខ្ញុំបន្ថយវាបន្តិចខ្ញុំតម្លើង contrast នេះដើម្បីឲ្យវាមាន contrast ទៅលើពណ៌ហើយផ្សេងទៀតគឺខ្ញុំអត់សូវប៉ះទេសម្រាប់ temperature នេះគឺតាម vibe អ្នកនរគ្នាទេប៉ុន្តែដោយសារតែខ្ញុំរៀបចំពណ៌វាមកហើយស្រីអីចឹងខ្ញុំអត់ចាំបាច់កែច្រើនទេហើយសម្រាប់ texture នេះគឺខ្ញុំចូលចិត្ត boost texture ហ្នឹងបន្តិចដើម្បីឲ្យវាមើលទៅរៀងដិតណាកុំឲ្យ poster យើងចេះវា blend ចេះជាងថាអញ្ចឹងទៅគឺខ្ញុំ boost វាបន្តិចដើម្បីឲ្យឃើញ texture ហ្នឹងរៀងស្អាតហើយអានេះគឺយើង boost ដែរមកអា clarity នេះដើម្បីឲ្យវារៀងមាន texture បន្ថែមពីលើនឹងមកតង់ទៀតកន្លែង curve នេះគ្នាយើងយល់អីគ្រាន់តែឃើញអក្សរ S ហ្នឹងអ្នកកែរូបភាពគឺដឹងអីហើយខ្ញុំអត់មានប៉ះអីទៀតទេនេះគឺជារបៀបដែលខ្ញុំធ្វើ poster ហ្នឹងសង្ឃឹមតែគ្នាយើងយកអីបានខ្លះពីអ្វីដែលខ្ញុំធ្វើហ្នឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ